សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជាមួយចុងភៅដៃថ្មីទៀតហើយនេះយើងមានទឹកប្រហុកកសមដោះគោបងប្អូនយើងចៀនបែបធ្វើទឹកប្រហុកផងហើយជាមួយនឹងទឹកម្ទេសផងអញ្ចឹងលក្ខណៈថាមានបពងជាមួយនឹងម្ទេសក្រូចស្លឹកក្រូចដែរអញ្ចឹងបងប្អូនដំបូងយើងមានសាច់កសមបងប្អូនយើងស្ងោរហើយបងប្អូនយើងយកមកចៀនអានេះវាប្រភេទសាច់ដែរតែវាប្រភេទខ្ទិះបងប្អូនពេលដែលយើងញ៉ាំទៅគឺដឹងថាជាតិបងប្អូនអានេះកសមដោះគោបងប្អូនយើងយកកន្លែងសាច់ដោះវានេះបងប្អូនយើងដាក់ជាមួយនឹងសាច់ខ្លាញ់នេះហៅសាច់3ជាន់មកដុំបងប្អូនដើម្បីឲ្យវាក្លិនឈ្ងុយបងប្អូនចំពោះស្លឹកក្រូចនឹងយើងមានម្ទេសត្រៀមទុកជាស្រេចពុកម៉ែបងប្អូនសម្រាប់ធ្វើរបៀបថាយើងចង់បែបស្លឹកក្រូចក្រៀមឈ្ងុយក៏បានអញ្ចឹងណាបងប្អូនអញ្ចឹងមុខនេះយើងធ្វើមួយឆ្នាំងប៉ុន្តែយើងបានដល់ទៅ2មុខអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងជាមួយនឹងកសមដោះគោគេហៅថាកសមអាំងកសមអាំអានេះគេហៅថាកនសមអាំងអញ្ចឹងពុកម៉ែបងប្អូនចូលចិត្តនិយមគ្រប់គ្រងនៅមុខម្ហូបឬក៏ការបង្ហាញរបស់ខ្ញុំបាទពុកម៉ែបងប្អូនជួយ like ជួយ share ម្នាក់មួយដើម្បីឲ្យបានដល់ការចែករំលែកដល់បងប្អូនដទៃទៀតហើយខ្ញុំបាទធ្វើវីដេអូនេះមិនមានបំណងអីច្រើនទេគ្រាន់តែចង់ចែករំលែកពីបទពិសោធន៍ឬក៏ជាចំណេះដឹងតិចតួចសម្រាប់ការធ្វើម្ហូបឬក៏ធ្វើបែបប្លែកដើម្បីចែកជូនពុកម៉ែបងប្អូនទស្សនាកម្សាន្តអារម្មណ៍នាពេលសម្រាប់ពីកិច្ចការងារផ្សេងហើយណាមួយខ្ញុំក៏ល្ងាចខ្ញុំតែងតែធ្វើម្ហូបនៅផ្ទះបាយសម្រាប់ពីការងារខ្ញុំធ្វើបែបលក្ខណៈគ្រួសារហើយបន្ទាប់មកយើងបានមកបំពងស្លឹកក្រូចទៀតបងប្អូនជាមួយនឹងម្ទេសក្រៀមដើម្បីជ្រក់ដើម្បីយើងឲ្យវាឈ្ងុយបងប្អូនក្រៀមដើម្បីអានេះវាត្រូវជាមួយនឹងទឹកម្ទេសយើងបងប្អូនប្រភេទទឹកម្ទេសអីចឹងបងប្អូននេះដូចជានេះទឹកម្ទេសអញ្ចឹងហើយទឹកម្ទេសហើយបងប្អូនអើយមើលថាដល់ម៉ោងប្រហែលចេះម៉ែកូនខ្ញុំមានទូចមានធំហ្នឹងវាចូលចិត្តហូបណាស់បងប្អូនហើយវាពុំមានអីទេបងប្អូននេះជីវិតគ្រួសារកំសត់កំរណាបងប្អូនអើយនៅរស់មួយថ្ងៃនេះឯងបានអីក៏បានតែមកហូបឯងហើយពុកម៉ែបងប្អូនក៏កុំប្រកែកកាន់អីអរគុណ